អូខេសួស្តីអ្នកនរនេះខ្ញុំបាទក្រៃថ្ងៃហ្នឹងខ្ញុំមកបន្តសេរីរឿងអត្ថន័យដើរគ្មានមេតាដែលជាអេពីសូតបន្តហ្នឹងហើយខ្ញុំបាត់មុខយូរនេះមិនខ្ញុំទៅណាទេដោយសារខ្ញុំជាប់រវល់មើលមេរៀនហើយនឹងអាកាសធាតុវាអត់សូវល្អហ្នឹងហើយអ្នកគ្នាតែសារតែវាភ្លៀងរហូតហើយខ្ញុំក៏មើលមេរៀនទៅបើឲ្យវាគៀកនឹងបាក់ដប់ហើយដែរហើយខ្ញុំគិតចុះកាត់ឡានទៅខ្ញុំបាត់មុខរៀងយូរដែររហូតដល់មួយខែកន្លះជាខ្ញុំខ្លាចអ្នកនរគ្នាភ្លេចមុខតើឥឡូវខ្ញុំក៏បានមកធ្វើវីដេអូវិញហើយថ្ងៃតែគ្នាតើឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងបន្តរបស់យើងទាំងអស់គ្នាដោយបន្តពីអេពីសូតមុនហ្នឹងបើ IQ របស់យើងក៏បានដើរមកវិញហើយបងខ្លារបស់យើងក៏បានចាប់ក្បាលគេផងដែរហើយគេបានសួរថាហេតុអ្វីបានជាឯងមកម្នាក់ឯងចឹងតើវុនវៃគេនៅណាហើយបងខ្លាក៏បានដោះលែងគេវិញទៅដោយសារតែឃើញវុនវៃរបស់យើងដើរចូលមកហើយវុនវៃក៏បាននិយាយថាកិច្ចការងារដែលបងខ្លាដាក់ឲ្យខ្ញុំធ្វើបានហើយពេលនោះបងខ្លាក៏បានចាក់បាក់ IQ ក៏បានធ្វើឲ្យតួប្រុសរបស់យើងនឹងសូដាមនេះមានការញាប់ហើយយើងមិនឆ្ងល់ទេគឺអបិ IQ ហ្នឹងគឺទូទីរីហើយបងខ្លាបាននិយាយថាឯងពិតជាធ្វើបានល្អមែនទែនតែឯងមានសំណាអ្វីតួប្រុសរបស់យើងគាត់ក៏បានលើកឡើងផងដែរថាខ្ញុំគឺចង់ទៅវឹកហាត់ម្នាក់ឯងធ្វើឲ្យបងខ្លាគាត់មានការអត់សំណើចជាខ្លាំងហើយគាត់ក៏បាននិយាយថាការប្រកួតរបស់ឯងនៅសល់ពេល3ខែទៀតផងដែរតួប្រុសរបស់យើងគាត់ក៏បានអរគុណទៅកាន់បងខ្លាដែលបានផ្ដល់ឱកាសឲ្យគាត់ហើយមើលទៅមុខតួប្រុសរបស់យើងទៅគាត់ពិតជាមើលខ្លាំងមែនទែនហើយខ្ញុំសុំទោសចំពោះសម្លេងផងដែរដោយសារតែខ្ញុំខានធ្វើវីដេអូយូរអញ្ចឹងវាមានការតាក់ឡាអូខ្លាំងតែពេលតិចទៀតទៅវាស្មូតវិញហើយយើងបន្តទាំងអស់គ្នាដោយតួប្រុសរបស់យើងក៏កំពុងតែលោកមុខណាមជឿនេះក៏បានសួរថាហេតុអ្វីបានជាស្នៀតរបស់ឯងពិតជាអាប់ខ្លាំងមែនទែនហើយតើប្រុសរបស់យើងក៏បានជឿថាដោយសារតែមើលទៅប្រហែលជាបងខ្លាគាត់ធ្វើការវាប្រហាខ្លះប៉ុន្តែណាមឈៀននេះមិនបានគិតនោះទេហើយនាងក៏បានឲ្យតើប្រុសរបស់យើងសម័យទៅកាន់ដែររូបភាពដែលគេវាប្រហាពេលនោះសូដានេះក៏បាននិយាយថាទោះជាឯងរត់ឈ្នះដល់របៀបណាក៏វាគិតនៅជាការយកឈ្នះតើប្រុសរបស់យើងគេក៏បានទៅវឹកហាត់ដោយក្រមកបរបស់ណាមឈឿននេះឯងហើយយើងមើលទៅតើប្រុសរបស់យើងគាត់ពិតជាវឹកហាត់បានល្អខ្លាំងមែនទែននៅចុងវគ្គនេះបងខ្លាគាត់កំពុងតែធ្វើការវាដំទៅលើIQ មកដែរយើងមើលទៅ IQ វគ្គហ្នឹងគឺទ្រោមខ្លាំងមែនទែនបាទបងខ្លាក៏បានមើលទៅ IQ ហើយក៏បានយល់ថាហេតុអ្វីបានជាឯងមិនប្រឹងវឹកហាត់បែបនេះ IQ គេក៏បានតបវិញថាដោយសារតែគូប្រកួតរបស់ខ្ញុំគឺជាម៉ាំងវាយនៅឯងហើយគេក៏បានស៊ីមួយដបងទៀតទៅបងខ្លាក៏បានយល់ថាឯងនឹងទេម៉ាំងវាយគេព្យាយាមទៅវឹកហាត់នៅខាងក្រៅគេមានសិភៅថា2ក្បាលប៉ុណ្ណោះធ្វើឲ្យ IQ គេមានការភ្ញាក់ផ្អើលជាខ្លាំងហើយបងខ្លានៅតែបន្តនិយាយថាត្រឹមតែសិភៅ2ក្បាលប៉ុន្តែឯងមើលសមត្ថភាពរបស់គេធ្វើឲ្យ IQ គេពិតជាមិនគួរជឿហើយគេក៏បានស៊ូលើកឡើងហើយបានស្ម័គ្រស្មោះថាខ្ញុំនឹងព្យាយាមវឹកហាត់ដើម្បីយកឈ្នះមកវាយឲ្យបានហើយគេក៏បានត្រូវរបស់បងខ្លាទៀតផងដែរហើយយើងមើលទៅប្រូអាយខំរបស់យើងវិញគឺហាត់អន្តបិយក្បាលហើយយើងក៏បានឃើញថាមេបញ្ជាការបកលោហិតក៏បានមករកផងដែរគេមករកគ្នារបស់គេប៉ុន្តែមើលទៅបងខ្លារបស់យើងគេគឺមិនបានឲ្យអាប៉ិនឹងនៅយូរនោះទេគេក៏បានដេញចេញទៅផងដែរហើយយើងមើលតួប្រុសរបស់យើងវិញតែគេវឹកហាត់ដល់កម្រិតណាហើយពេលដែលគេកំពុងតែតាមសមាធិយើងក៏បានឃើញថាមានដុំតកកមួយកំពុងតែរៀបធ្លាក់មកលើតួប្រុសរបស់យើងប៉ុន្តែតួប្រុសរបស់យើងគេពិតជាលះក៏វាដើរតែបន្តិចមើលទៅក្បាច់ដើររបស់តួប្រុសរបស់យើងឥឡូវពិតជាខ្លាំងមែនទែនហើយគាត់ក៏បានដាក់ដើរចូលវិញថ្នមមើលទៅសភាពរបស់គាត់នៅពេលនេះគឺពិតជាអង្អែលខ្លាំងមែនទែនហើយគាត់ក៏បាននិយាយថាតោះយើងដល់ពេលវេលាហើយយើងមើលទៅដៃរបស់គាត់គឺមានការរបួសជាខ្លាំងដែលយើងដឹងថាគាត់វឹកហាត់ដល់កម្រិតណាហើយសូដាមនេះក៏បានរៀបរាប់ពីដំបូងផងដែរថាហេតុអ្វីមិនគួរណាមឈឿមកយកក្បាច់ដើររបស់នេះនោះទេដោយសារតែគាត់បានរំលឹកអាពីគេដែលសម្រាប់មនុស្សដំបូងតែតួឲ្យប្រុសរបស់យើងគាត់មិនខ្វល់ទេហើយគាត់ក៏បាននឹកឃើញថាពេលនេះបងខ្លាបានមកដល់ហើយយើងក៏បានឃើញថាបងខ្លារបស់យើងគឺស្ញាញ់រហូតយល់មែនតែអាប៉ែហ្នឹងគឺស្ញាញ់រហូតហើយតួឲ្យប្រុសរបស់យើងក៏មិនចាំយូរក៏បានគោរពផងដែរហើយយើងមើលទៅពីក្រោយគាត់ហ្នឹងគឺជា IQ និងអាយក្រហមនឹងឯងហើយខ្ញុំសើចតែអាយក្រហមទេដោយសារតែគាត់វឹកហាត់ឡើងទៅពេកក្បាលហើយនឹងពូថាណាមឈឺតែសូដាគាត់នាងបាននិយាយដែរហើយមកឲ្យខាតពេលយូរពួកគេក៏បានចាប់ផ្ដើមការប្រកួតផងដែរហើយយើងក៏បានឃើញថា IQ គេមានស្នាដៃមកទាំងគូផងដែរមើលទៅគេពិតជាជឿជាក់ថាគេនឹងអាចយកឈ្នះតួឲ្យប្រុសរបស់យើងនៅជាម៉ានវាយគេក៏បាននិយាយឌឺដងមកកាន់តួឲ្យប្រុសរបស់យើងប៉ុន្តែតួឲ្យប្រុសរបស់យើងគេបានចេញក្បាច់ដើមបន្តិចហើយគេបាននិយាយថាឯងគិតតែឯងនឹងយកឈ្នះយើងមិនទេអាកាមើលទៅIQ របស់យើងគេពិតជាមានការខឹងមុនតួឲ្យប្រុសរបស់យើងគេក៏បានស្ទុះចូលយើងទៅកំហឹងហើយពួកគេទាំងពីរក៏បានបើកឆាកវាប្រហាគ្នានៅទីនេះផងដែរហើយយើងមើលទៅ4ពួកគេគឺមិនចាស់គ្នាទេមើលទៅក្បាច់ដើរតួឲ្យប្រុសរបស់យើងគេពិតជាខ្លាំងមែនតែIQ គេបានរឹងជាប់ផងដែរឃើញដូចនេះបងខ្លាគាត់មានការរសារចំពោះតួឲ្យប្រុសរបស់យើងផងដែរហើយយើងក៏បានឃើញថា IQ បានចាប់ដៃតួឲ្យប្រុសរបស់យើងជាប់គេក៏បានម៉ាត់សម្ដៅទៅលើផ្ទៃមុខតួឲ្យប្រុសរបស់យើងពេញមួយទំហំផងដែរមើលទៅតួឲ្យប្រុសរបស់យើងក៏រៀងប្របាក់ទប់ផងដែរតែគាត់អាចអោនផុតផងដែរហើយពេលនេះយើងក៏បានឃើញថាស៊ីមួយជើងរបស់តួឲ្យប្រុសរបស់យើងបានហើយគឺចំចកាកើហ្មងធ្វើឲ្យគេដូចថយទៅក្រៅផងដែរតែមិនផាញ់ហានោះទេគេក៏បានវាយតួឲ្យប្រុសរបស់យើងចេញហើយគេបាននិយាយថាកាក់បណ្ដៃចង់មកវាយអញមកចោះបើ
ហើយតួប្រុសរបស់យើងគាត់មិនចាំយូរនាទីគាត់ក៏បាននិយាយឌឺហើយពួកគេទាំងពីរក៏បានឌឺគ្នាទៅវិញទៅមកអញ្ចឹងណាហើយតួប្រុសរបស់យើងកើតក៏បាននឹកឃើញថាកាលពី10ឆ្នាំមុនហ្នឹងគឺអាខេគឺពិតជាសាហាវខ្លាំងមែនទែនហើយនេះគឺរូបរាងរបស់គេកាលពី10ឆ្នាំមុនហើយអាខេបាននិយាយថាឯងកំពុងនិយាយអីហ្នឹងយើងសាមលឺតែវានោះគឺតួប្រុសរបស់យើងរហ័សមែនទែនគឺឆ្វិតធ្វើឲ្យអាខេរបួសជាច្រើនកន្លែងមែនទែនហើយធ្វើឲ្យបងខ្លារបស់យើងក៏មានការភ្ញាក់ផ្អើលមួយតួប្រុសរបស់យើងដែរហើយអាខេគឺសឹងតែមិនជឿថាសមត្ថភាពតួប្រុសរបស់យើងគេកើនឡើងដល់ប៉ុណ្ណឹងតែម្ដងហើយគេក៏បាននឹកឃើញទៅដល់តែការខិតខំប្រឹងប្រែងរបស់គេវឹកហាត់ជាមួយនឹងបងខ្លាកន្លងមកដែលត្រូវបងខ្លាវេដំជារៀងរាល់ថ្ងៃគេគិតចុះគិតឡើងគេនៅថាហេតុអ្វីបានជាគេការដល់ថ្នាក់នេះហើយយើងមើលទៅការវឹកហាត់របស់គេគឺធ្ងន់ធ្ងរខ្លាំងមែនទែនហើយគេក៏បានសម័យចប់ហើយគេក៏បានបើកផ្នែកធំគេបាននិយាយថាយើងមិនអាចចាញ់អ្នកឯងនៅពេលនេះនោះទេហើយយើងមិនទៅទួប្រុសរបស់យើងគាត់ក៏រៀននឹងដើរចេញផងដែរប៉ុន្តែពេលនេះអាខេរបស់យើងគាត់ក៏បានងើបឡើងមកវិញហើយគាត់ក៏បាននឹកឃើញពីការវឹកហាត់ទាំងប្រមាណរបស់គាត់ដែលព្យាយាមមកគាត់ក៏បានបញ្ចេញកម្លាំងពិតរបស់គាត់មកហើយឃើញដូចនេះបងខ្លារបស់យើងក៏មានការឆ្ញាញ់មួយដែរបាទបងឆ្ញាញ់ឥឡូវយើងហៅគាត់បងឆ្ញាញ់ហ្មងទៅហើយពួកគេក៏បានផ្ទុះស្រ័យគ្នាម្ដងទៀតផងដែរហើយមើលទៅកម្លាំងផ្ទុះស្រ័យលើកនេះគឺធ្ងន់ធ្ងរជាងខ្លាំងមុនទៀតហ្នឹងហើយដោយតួប្រុសរបស់យើងគេក៏បានបញ្ចេញក្បាច់ដើររបស់គេមកទៀតហើយធ្វើឲ្យអាខេគេមានការរៀនប្រយ័ត្នផងដែរប៉ុន្តែគឺឆ្វិតទៀតហើយហ្នឹងហើយគឺតួប្រុសរបស់យើងគឺរហ័សខ្លាំងមែនទែនក្បាច់ដើររបស់គាត់ប៉ុន្តែមិនជាថ្មីនៅទេដោយសារតែអាខេគេមានស្នាដៃចឹងណាហើយពួកគេក៏បានស្ទុះចូលវាយប្រហារគ្នាម្ដងទៀតដោយតួប្រុសរបស់យើងគេនៅតែបញ្ចេញក្បាច់ដើររបស់គេប៉ុន្តែពេលនេះអាខេគេបានតាមទាន់ចំហរបស់តួប្រុសរបស់យើងហើយពួកគេក៏បានបដូរក្បាច់គ្នាទៅវិញទៅមកផងដែរហើយយើងក៏បានឃើញថាអាខេក៏បានត្រៀមកម្លាំងដៃទប់ហើយគឺមួយដៃនេះគឺធ្ងន់ខ្លាំងមែនតើទៅលើតួប្រុសរបស់យើងធ្វើឲ្យតួប្រុសរបស់យើងប្រប៉ើងមិនណយផងដែរប៉ុន្តែគេមិនបញ្ហាអីនោះទេគេនៅតែនិយាយរួមតួឲ្យប្រុសរបស់យើងវគ្គហ្នឹងគឺខ្លាំងមែនតើតាមយកទៅមកហើយអាខេក៏នៅតែបន្តវាយទៅកាន់តួឲ្យប្រុសរបស់យើងហើយមើលទៅតួឲ្យប្រុសរបស់យើងគឺរៀងអស់ខ្យល់ហើយអាខេគេរៀងក៏មានទឹកមាត់លើបន្តិចផងដែរគឺមួយដៃនេះគឺប៉ើងតួឲ្យប្រុសរបស់យើងគឺឆ្ងាស់ណាស់មែនតើអាខេគេនៅតែមិនបោះបង់គេនៅតែបន្តមកវាយតួឲ្យប្រុសរបស់យើងទៀតប៉ុន្តែលើកនេះតួឲ្យប្រុសរបស់យើងគេក៏បានបញ្ចេញចំហមកទៀតដែរតែអាខេគឺញញឹមបន្តិចផងដែរប៉ុន្តែគេមិននឹកស្មានថាតួឲ្យប្រុសរបស់យើងគេមានក្បាច់ដើរដ៏ខ្លាំងបែបនេះលាក់ទុកគឺអ្នកអស់គ្នាមើលទៅគឺពិតជាសើចំនួនអាខេខ្លាំងមែនតើតួឲ្យប្រុសរបស់យើងគេក៏បានវិបហាមកទៅហើយយើងទៅមើលមុខបងខ្លារបស់យើងគេគិតជាមិនសូវសប្បាយចិត្តទេតួឲ្យប្រុសរបស់យើងក៏បាននិយាយថាឯងអស់ហើយមែនទេយើងនៅសតសង្វឹកឥតនេះហើយមើលទៅការវិបហារបស់តួឲ្យប្រុសរបស់យើងទៅលើគេពិតជាសន្ធោសន្ធៅមែនតើអាខេក៏បានព្យាយាមវាបហាផងដែរប៉ុន្តែត្រូវបានតួឲ្យប្រុសរបស់យើងគេក៏បានចាប់ដៃជាប់បាត់ទៅហើយយើងក៏បានថាប៉ាំងព្រុសគឺប៉ាងបាត់ហើយយើងក៏បានឃើញថាអាខេពេលនេះគេក៏បានផ្លាស់ប្ដូររូបរាងផងដែរហើយសាច់រឿងរបស់យើងនៅអេពីសូតប៉ុណ្នេះក៏ខ្ញុំសូមបញ្ចប់ត្រឹមនេះសិនដោយសារតែខ្ញុំមកសម្រាយវិញអញ្ចឹងវារៀងរអាក់រអួលអញ្ចឹងហើយអ្នកនរគ្នាហើយខ្ញុំវារៀងឈឺកហើយហ្នឹងហើយអ្នកនរគ្នាអូខេជួបគ្នានៅវីដេអូក្រោយហ្នឹងហើយ